សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីវិធីធ្វើការតឡើងជាមួយនឹង IA ចំនួនថ្មីគឺ IA 26.2 ដែលធ្លាក់មកនៅថ្ងៃទី13 ខែ 12 ឆ្នាំ 2025 នេះសម្រាប់បងប្អូនដែលចង់តឡើង version នេះបានតតែទូរស័ព្ទដៃ iPhone បងប្អូនចាប់ពី iPhone 11ឡើងទៅបាទអញ្ចឹងនៅក្នុងដៃខ្ញុំនេះគឺជា iPhone Air ដែលខ្ញុំលើកយកមកតម្លើងនេះបាទអញ្ចឹងវាលើកចាប់ពី11ឡើងទៅហើយបាទអញ្ចឹងដើម្បីតម្លើងគឺទី1 model របស់គេគឺចាប់ពី iPhone 11ឡើងទៅទី2បងប្អូនត្រូវតែមានថ្មលើសពី 50% ទី3បងប្អូនត្រូវតែមាន internet connection បាទបាន 3G 4G បាន Wi-Fi កាន់តែល្អប្រសើរបាទហើយចំណុចចុងក្រោយគឺត្រូវការបងប្អូនមាន space នៅក្នុងទូរស័ព្ទទំនេរនេះឲ្យលើសពី 1G ឡើងទៅអ្នកខ្លះគាត់ប្រើ memory តូចបាទរូបថតឬក៏វីដេអូគាត់ចង់ពេញទូរស័ព្ទហើយអញ្ចឹងគាត់ត្រូវការលុបចោលដើម្បីឲ្យលើសពី 1G ឡើងទៅដើម្បីតម្លើងបាទដើម្បីធ្វើការតម្លើងគឺងាយទេបងប្អូនអាចទៅរក setting បងប្អូនដាក់នៅកន្លែងក្នុងទូរស័ព្ទមកដូចដោយសារខ្ញុំគឺខ្ញុំទុកនៅខាងក្រោមនេះបាទ setting គឺរូបដូចកងចក្រពណ៌ប្រភេទដូច្នេះចូលមកបងប្អូននឹងឃើញអ្នកខ្លះក៏ដាក់ថា software update available លេខ1បើមិនឃើញនេះក៏មានបញ្ហាដែរឬក៏បងប្អូនចុចកន្លែងនេះទៅមុខបន្តក៏បានបើសិនជាអត់ឃើញទេបងប្អូនចុចលេខពាក្យថា general បន្តមកទៀតបងប្អូនអស់មើលកន្លែងយើងក្រោមពីមើលឃើញថា software update បាទរូបកងចក្រដូចគ្នាចុច software update មកវានឹងធ្វើការ check នេះបាទនេះគឺជា IA 26.2 បាទអញ្ចឹងទំហំ 3G ជាងដោយសារខ្ញុំនិយាយថាឲ្យលើសពី 1G ឡើងទៅដោយសារ space គេតម្រូវឲ្យយើងនៅក្នុងទូរស័ព្ទនេះដើម្បីបង្ការបាទអញ្ចឹងយើងត្រូវតែមាន space លើសពី 1G ឡើងទៅបាទអញ្ចឹងបងប្អូនការ update គឺមាន2វិធីបើសិនបងប្អូនចុចពាក្យថា update now ទៅពេលបងប្អូនចុចទៅបើសិនជាទូរស័ព្ទដៃ iPhone នោះមាន password វានឹងទាមទារ password ដើម្បីបន្តទៅមុខបាទប៉ុន្តែបើសិនជាបងប្អូនចុចពាក្យ update tonight វាទាមទារ password ដូចគ្នាវានឹងធ្វើការ update នៅកំឡុងពេលយប់នៅពេលដែលមាន internet បាទ 3G 4G ឬក៏ Wi-Fi នៅពេលដែលបងប្អូនសាកថ្មពេញអាចចន្លោះម៉ោង1យប់2យប់3យប់4យប់ឬក៏ដល់5យប់ហ្នឹងវានឹងអាចចន្លោះម៉ោងណាមួយវានឹងពេលដែលពេញថ្មហើយមាន Wi-Fi គ្រប់គ្រាន់វានឹងធ្វើការបាទតម្លើងអូតូម៉ាទិកតែម្ដងបាទអញ្ចឹងយើងចង់តម្លើងចាក់ស្ដែងគឺបងប្អូនចុចពាក្យថា update now ដើម្បីតម្លើងទៅតែម្ដងបាទនេះគឺរៀនទារ password អញ្ចឹង password នេះមិនតាក់ទងជាមួយនឹង password iCloud អ្វីផ្សេងទេបើនៅតែជា password នេះគេដាក់ថា passcode ជា password ដែលយើងដាក់សម្រាប់ការពារទូរស័ព្ទយើងនៅពេលដែលយើងបិទបើកនោះបាទអញ្ចឹងអ្នកខ្លះក៏ដាក់4ខ្ទង់អ្នកខ្លះដាក់6ខ្ទង់អាស្រ័យទៅលើគាត់បាទខ្ញុំសូមវាយ password របស់ខ្ញុំនៅពេលដែលវាយត្រូវវានឹង available plate មកវានឹងធ្វើការ update request ទៅកាន់ server របស់ Apple ដើម្បីទាញ download យក IA 26.2 អញ្ចឹងកំឡុងពេល download វាអាចស៊ីពេលយឺតលឿនអាស្រ័យទៅលើ internet បងប្អូនបាទអាចបាទចន្លោះពី10ទៅ20ឬដល់30នាទីអាស្រ័យទៅលើ internet បងប្អូននៅពេលដែលវាតម្លើងចប់បាទវានឹងធ្វើការ boot up automatic បាទ boot up automatic ឬក៏ទូរស័ព្ទខ្លះវានឹងទាមទារបងប្អូនចុចពាក្យ agreement ដើម្បីបន្តទៅមុខវានឹងធ្វើការ boot up បងប្អូនបាន boot up ថ្មីគឺ IA 26.2 នេះបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំខ្លីៗមានតែប៉ុណ្ណឹងបើមានចំណុចណាដែលលួសខ្វះខាតសូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ subscribe Channel BK Media ផងសម្រាប់បងប្អូនអ្នកដែលគាត់មិនទាន់បានជួយ subscribe នោះបាទសូមជួយ share វីដេអូនេះបន្តផងដើម្បីចែកចាយចំណេះដឹងនេះអំពីវិធីធ្វើការតម្លើង IA 26.2 ឲ្យអ្នកផ្សេងគាត់ចេះទាំងអស់គ្នាផងជាចុងក្រោយសូមជម្រាបលាបងប្អូន